នៅក្នុងរឿងប្រឌិតខ្សែពណ៌ក្រហមដែលចងជាប់នឹងកណ្ដឹងខ្យល់តំណាងឲ្យមិត្តភាពអាពាហ៍ពិពាហ៍និងកិច្ចសន្យានៃមិត្តរួមព្រលឹងទោះជាយ៉ាងណាក៏ដោយខ្សែពណ៌ក្រហមនឹងដាច់រាល់ពេលដែលវាធ្វើឲ្យម្ចាស់ដើមខកចិត្តនៅពេលដែលខ្សែក្រហមទាំងអស់បាត់ទៅវិញវានឹងជាពេលវេលាដែលវិញ្ញាណអាក្រក់និងខ្មោចដែលសងសឹកមកដល់ដែលបង្កឲ្យមានការចលាចលយ៉ាងខ្លាំងខ្ញុំពិតជាមិនយល់ទេពួកគេទាំងពីរនាក់ត្រូវបានបង្រៀនដោយមីងដូចគ្នាប៉ុន្តែឈៀវឈួនអាចធ្វើឲ្យហ្វូងមនុស្សមានភាពកក់ក្ដៅសម្រាប់ការប្រគំតន្ត្រីរបស់មីងរបស់នាងហើយចុះអ្នកវិញខ្លាទាំងពីរក្បាលមិនអាចយល់ពីហ្គេមបានទេដោយសារកម្រិតជំនាញរបស់ឃីយេងនិងលូវីពួកគេមានភាពក្លាហានក្នុងការនិយាយថាខ្ញុំមិនយល់ពីរបៀបលេងទេខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែទៅងូតទឹកដែរអ្នកកំណឹងទាន់ហេតុការអ្នកលេងព្យ៉ាណូថ្មីថ្មោងយិនលូវេនឹងសម្ដែងបទភ្លេងដ៏លំបាកដ៏ល្បីល្បាញរបស់ Villeno ដែលមានចំណងជើងថា The Sun and Moon គឺនៅក្នុងការប្រគំតន្ត្រីរបស់គាត់ខ្ញុំបានឮថាអ្នកនឹងទៅសម្ដែងនៅក្នុងការប្រគំតន្ត្រីរបស់យិនលូវេនេះជាអ្វីបទភ្លេងព្រះអាទិត្យនិងព្រះច័ន្ទរបស់អ្នកលេងព្យ៉ាណូដ៏ល្បីល្បាញ Villeno ក៏ជាបទភ្លេងបិទការប្រគំតន្ត្រីរបស់យិនលូវីផងដែរជាអកុសលសញ្ញាតន្ត្រីដែលមាននៅលើអ៊ីនធឺណិតភាគច្រើនមិនពេញលេញទេខ្ញុំបានព្យាយាមបន្ថែមកំណត់ចំណាំមួយចំនួនប៉ុន្តែអាចមានកំហុសខ្លះគ្មានអ្វីខុសជាមួយនោះទេប៉ុន្តែហេតុអ្វីបានជាអ្នកតែងតែជួយខ្ញុំឬផ្ទុយទៅវិញអ្នកកំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាជ្រៀតជ្រែកខ្ញុំគ្រាន់តែរីករាយដែលបានក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកមិនត្រឹមត្រូវទេតើអ្នកទាំងអស់គ្នាបានឬទេអ្នកស្នងរត់ទៅคล้ายៗរបស់គ្រួសារយីងគឺយីនស៊ីជីងនឹងឡើងលើឆាកដើម្បីកម្ដៅអារម្មណ៍ទស្សនិកជននៅថ្ងៃនេះបន្ទាប់មកសូមស្វាគមន៍អ្នកស្រីនាងយូសួនដែលជាកូនស្រីរបស់គ្រួសារនាងដើម្បីសម្ដែងបទភ្លេងព្យ៉ាណូដ៏ល្បីល្បាញវិទ្យាល័យឃើញទេព្យ៉ាណូនោះត្រូវបានរកឃើញតែនៅក្នុងសាលប្រគំតន្ត្រីល្បីមួយចំនួនប៉ុណ្ណោះនៅជុំវិញពិភពលោកហើយវាត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ3 លានដុល្លារអស្ចារ្យណាស់សូម្បីតែកញ្ញាសៀវសួនដែលនាងបានបង្រៀនក៏ពូកែខ្លាំងដែរសូមអរគុណអ្នកទាំងអស់គ្នាច្រើនសម្រាប់ការមកទស្សនាការប្រគំតន្ត្រីរបស់មីងលូវៃប៉ុន្តែខ្ញុំមិនមែនជាមនុស្សតែម្នាក់គត់នៅទីនេះថ្ងៃនេះទេខ្ញុំនឹងកម្ដៅទស្សនិកជនសម្រាប់មីងលូវៃនាងក៏បានណែនាំជាផ្លូវការដល់ប្អូនស្រីរបស់ខ្ញុំឈ្មោះឈីងដែលមានឈ្មោះហៅក្រៅថាស៊ីផងដែរដូចខ្ញុំដែរគាត់ធ្លាប់ជាសិស្សរបស់មីងលូវៃសូមផ្ដល់ឱកាសឲ្យនាងបង្ហាញខ្លួននៅពេលក្រោយអ្នកនាងមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរ៉ូបរបស់អ្នកត្រូវបានកាត់ចោលហើយតើមិនមានជំរឿបំរុងទុកផ្សេងទៀតទេមែនហើយប៉ុន្តែពួកគេទាំងអស់គ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់អ្នកស្រីលូវៃពេលខ្ញុំទៅរកមើលគ្មាននរណាម្នាក់នៅខាងក្នុងទេល្អតោះទៅចុះស្លៀកអាវងូតទឹកមែនទេខ្ញុំគិតថាប្អូនស្រីរបស់ខ្ញុំមិនគួរចេញទៅក្រៅហើយធ្វើឲ្យខ្លួនឯងខ្មាស់អៀននោះទេខ្ញុំទើបតែឃើញផ្ទាល់ភ្នែកថាម្ដាយរបស់អ្នកបានថតវីដេអូនរណាម្នាក់កំពុងបំផ្លាញរ៉ូបរបស់អ្នកនេះច្បាស់ណាស់ថាជាការប៉ុនប៉ងដោយចេតនាដើម្បីរារាំងអ្នកពីការឡើងឆាកប្អូនស្រីតូចអ្នកគួរតែអរគុណម៉ាក់ណាស់ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកលេសឲ្យអ្នកដើម្បីជួយសង្គ្រោះមុខមាត់តូចរបស់អ្នកដែលនៅសេសសល់មានតែមួយប៉ុណ្ណោះដែលខូចខ្ញុំមិនត្រូវការវាទេអ្នកនាងយីនសម្លៀកបំពាក់បច្ចុប្បន្នរបស់អ្នកមិនស័ក្តិសមសម្រាប់ការឡើងលើឆាកទេយ៉ាងម៉េចតើអ្នកលេងព្យ៉ាណូជាមួយក្រណាត់មួយដុំទេអូទេអ្នកនាងថ្ងៃនេះមានភ្ញៀវនិងទស្សនិកជនច្រើនពេកហើយដើម្បីកេរ្តិ៍ឈ្មោះរបស់អ្នកវាជាការល្អបំផុតក្នុងការលុបចោលការសម្ដែងដោយសារអ្នកកំពុងអង្វរខ្ញុំនឹងសុំឲ្យមីងខ្ញុំបើកទ្វារនេះជារ៉ូបដែលអ្នកលេងត្រូវការទៀតហើយប្អូនស្រីកំសត់ឲ្យអ្នកគួរតែស្ដាប់ដំបូន្មានតើអ្នកគិតថាអ្នកជានរណាគាត់មិនសមនឹងត្រូវខ្មាស់អៀនទេវាគ្រាន់តែជាសម្លៀកបំពាក់មួយដុំប៉ុណ្ណោះតើអ្នកគិតយ៉ាងណាចំពោះរឿងនេះនេះគឺជាជើងទម្រសម្លៀកបំពាក់លំដាប់ខ្ពស់សម្រាប់អ្នករចនាកំពូលតើអ្នកចូលចិត្តវាទេវាពិតជាល្អណាស់យ៉ាងណាមិញនេះគឺជាស្នាដៃដ៏ល្អបំផុតដែលខ្ញុំក្នុងនាមជាសិស្សម្នាក់បានរចនាឡើងសម្រាប់មេសិននិងមេផ្ទាល់ប្រាប់ខ្ញុំផងបើអ្នកណាហ៊ានឡើងលើឆាកតាមខ្ញុំនឹងធ្វើឲ្យប្រាកដថាពួកគេមិនអាចលេងភ្លេងបានសូម្បីតែមួយណោតអ្នកនៅតែហៅខ្ញុំថាក្មេងស្រីវិកលចរិតយល់ហើយក្នុងចិត្តណាស់មិនអាចទៅណាបានទេ
គិតថាវាអាចជាមនុស្សវិកលចរិតចិត្តសាស្ត្រតើវាអាចស្ដាប់ទៅល្អយ៉ាងនេះដោយរបៀបណាថ្ងៃនិងយប់របស់ Valenor តើអ្នកណាកំពុងលេងភ្លេងព្រះអាទិត្យនិងព្រះច័ន្ទតើវាអាចជានាងដោយរបៀបណាហើយដូច្នេះបន្តទៀតយិនស៊ីជីនគឺជាមនុស្សគ្មានតម្លៃតើនាងអាចសម្រេចបានកម្រិតខ្ពស់បែបនេះដោយរបៀបណានាងប្រហែលជាបានលួចសម្លេងនោះហើយចាក់វាដូចជាសម្លេងคล้ายបិទសម្លេងខ្ញុំបាននិយាយឲ្យបិទសម្លេងតើអ្នកខ្លងទេកញ្ញាលូវីទេពួកគេចង់បំផ្លាញការសម្ដែងរបស់គាត់ប៉ុន្តែខ្ញុំបានដកដុយប្រភពសម្លេងចេញរួចហើយបើគ្មានប្រភពសម្លេងទេចូលយើងមើលពីរបៀបដែលគាត់លេងស្ដាប់ទៅល្អណាស់ហាយិនស៊ីជីនតើវាអាចក្លាយជានាងដោយរបៀបណានេះពិតជាអស្ចារ្យណាស់ខ្ញុំមិនដែលស្រមៃថាខ្ញុំនឹងបានរបត់ភ្លេងដ៏លំបាកនិងល្បីល្បាញលើពិភពលោកបែបនេះក្នុងជីវិតរបស់ខ្ញុំនោះទេយល់ព្រមអរគុណ